កម្ពុជាមានសាមគ្គីភាពជាតិតែមួយឯកភាពជាតិតែមួយសំឡេងតែមួយឆន្ទៈតែមួយថ្ងៃនេះខ្ញុំចង់ផ្ញើសារទៅមេតបភូមិភាគ2ដែរខ្ញុំចង់និយាយថាប្រជាជនកម្ពុជានិងប្រជាជនថៃមិនដែលមានអ្វីដែលជាការស្អប់ពើមគ្នាទេមានតែការរាប់អាននិងការឲ្យតម្លៃគ្នាតែការរុញស្ថានភាពឲ្យកាន់តែតានតឹងនេះគឺចាប់ផ្ដើមចេញពីមេភូមិភាគ2នេះហើយយើងត្រូវចងចាំមុខមេភូមិភាគ2ទុកក្នុងការប្រើភាសាអក្សរធម៌មើលលើសម្ដេចតេជោដែលសម្ដេចតេជោប្រៀបដូចជាឪពុកយើងប្រៀបដូចជាឪពុករបស់ប្រជាជនទូទាំងប្រទេសជាឪពុករបស់យើងទាំងអស់គ្នាយើងមិនអាចទទួលយកការប្រើប្រាស់ភាសាអក្សរធម៌និងការចោទប្រកាន់ដែលមិនត្រឹមត្រូវមកលើឪពុកម្ដាយរបស់យើងទេក្នុងនាមយើងជាយុវជនយើងនៅពីក្រោយជានិច្ចនៅពីក្រោយទ័ពជួរមុខជានិច្ចដើម្បីជួយគ្រប់បែបយ៉ាងនៅពេលដែលជាតិត្រូវការកម្ពុជាអត់មានបំណងបង្កើតសង្គ្រាមទេកម្ពុជាចង់បានសន្តិភាពព្រោះសង្គ្រាមធ្វើឲ្យវិនាសសង្គ្រាមធ្វើឲ្យបាត់បង់អាយុជីវិតបាត់បង់គ្រប់បែបយ៉ាងយើងមិនអាចឲ្យមនុស្សម្នាក់បុគ្គលម្នាក់ព្យាយាមបង្កើតបញ្ហាព្យាយាមចោទប្រកាន់មកលើកម្ពុជាបានទេដោយប៉ុន្មានថ្ងៃនេះសម្ដេចលោកអស់ការអត់ទ្រាំលោកបានដាក់វិធានការធំអ្នកឯងជាអ្នកបង្កមេតបភូមិភាគ2ជាអ្នកបង្កបងប្អូនជនជាតិថៃត្រូវចាំនៅពេលដែលអីវ៉ាន់ខូចនៅពេលដែលអីវ៉ាន់មិនអាចចេញព្រំដែនបានមិនមែនកម្ពុជាចង់បាត់ទេតែដោយសារតែមេភូមិភាគ2ខ្លួនឯងដែលជំរុញស្ថានភាពឲ្យធ្វើឲ្យមានភាពតានតឹងបាត់ព្រំដែនដោយឯកតោភាគីបាត់ព្រំដែនខ្លួនឯងដោយមិនមានសួរយោបល់ពីយើងអញ្ចឹងយើងអត់មានជំរឿសក្រៅពីឆ្លោយតបកម្ពុជាមិនមានកំហុសទេកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមមុនកម្ពុជាមិនចង់មានសង្គ្រាមកាប់សម្លាប់គ្នាទេប៊ុនស៊ីនបាតខ្លាំងជាមេភូមិភាគ2ដែលបង្កបញ្ហាកើតឡើងដល់រហូតដល់ស្ថានភាពតានតឹងយើងឃើញហើយថាទ័ពរបស់យើងដែលគាត់នៅចាំនៅកន្លែងបន្ទាត់ព្រំដែនហើយខ្មាំងបានចូលបាញ់សម្លាប់អស់ម្នាក់ហើយវាជាវិបត្តិសេរីមួយសម្បីតែថ្នាក់ដឹកនាំកម្ពុជាក៏លោកបានលើកឡើងពីបញ្ហានេះបាទសូមស្មឹងស្មាតដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជនជួរមុខដែលបានពលីកម្ពុជាមិនមែនមានតែកម្លាំងទ័ពមួយមុខនោះទេកម្ពុជាមានកម្លាំងយុវជនមហាជនរាប់លាននាក់នៅឈរជាប់ជាមួយកងទ័ពឈរជាប់ជាមួយរាជរដ្ឋាភិបាលស្មារតីជាតិតែមួយកម្ពុជាជ្រើសរើសសន្តិភាពនិងច្បាប់អន្តរជាតិមិនរើសយកសង្គ្រាមមិនបំពានសាសដទៃតែកម្ពុជាបូជារក្សាការពារអធិបតេយ្យភាពបូរណភាពទឹកដីស្មារតីកម្ពុជាគឺយកអ្នកចិត្តខាងជាមិត្តកសាងសម្ព័ន្ធភាពព្រំដែនសន្តិភាពនិងការអភិវឌ្ឍបាទសូមអរគុណសូមសម្រួលអេយ៉ាងអរគុណអរគុណអរគុណសន្តិភាពអរគុណសន្តិភាពអរគុណសម្ដេចតេជោដែលស្វែងរកសន្តិភាពអរគុណសម្ដេចតេជោដែលស្វែងរកសន្តិភាពអរគុណសម្ដេចបវរធិបតីដែលបន្ត